គោរពនឹងជំរាបសួរប្រិយមិត្តដែលកំពុងបើកស្ដាប់នៅការផ្សាយព័ត៌មានរបស់វិទ្យុ VO FM នាវេលាម៉ោង 12 ថ្ងៃត្រង់ថ្ងៃសៅរ៍ទី 27 ខែសីហាឆ្នាំ 2016 ដែលផ្សាយពីវិទ្យុ VO FM ហ្វ្រេកង់ 105.5 MHz ផ្សាយបន្តផ្ទាល់ទៅកាន់ខេត្តព្រះសីហនុហ្វ្រេកង់ 102.5 MHz និងបន្តទៅកាន់ខេត្តបាត់ដំបងនិងខេត្តសៀមរាបហ្វ្រេកង់រួមគ្នាគឺ 88 MHz វត្តមាននាងខ្ញុំចេនសុជីតាព្រមទាំងអ៊ុនសុកឡាដែលជាអ្នកដឹកនាំកម្មវិធីផ្សាយនិងជម្រាបជូនលោកអ្នកនាងនៅព័ត៌មានជាតិព័ត៌មានអន្តរជាតិព្រមទាំងព្រឹត្តិការណ៍សំខាន់ជាច្រើនទៀតតែមុននឹងជម្រាបជូនពីព័ត៌មានពិស្ដាជាបឋមអ៊ុនសុកឡាជូននៅចំណងជើងព័ត៌មានសំខាន់ជាមុនសិនលោកហ៊ុនសែនថាអ្វីដែលកម្ពុជាត្រូវការជាមួយប្រទេសជិតខាងគឺសន្តិភាពមិនមែនសង្គ្រាមទេមេបញ្ជាការប្រចាំខេត្តព្រះវិហារបដិញ្ញាការពារលោកហ៊ុនសែនពីការប៉ុនប៉ងផ្ដួលរំលំកោចបថាលោកសំរងស៊ីមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានតែប្រហែលមានអ្នកប្រឹងជំទាស់អាមេរិកជំរុញឲ្យរុស្ស៊ីឈប់គាំទ្ររដ្ឋាភិបាលលោកអាសាដអ្នកស្លាប់ដោយសាររំជួយដីនៅអ៊ីតាលីកើនដល់250នាក់ព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានជាតិប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាកម្ពុជាមិនត្រូវការសង្គ្រាមបង្ហូរឈាមជាមួយប្រទេសជិតខាងទេអ្វីដែលកម្ពុជាត្រូវការគឺការរក្សាបាននូវសន្តិសុខនិងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងព័ត៌មាននេះរាយការណ៍ជូនដោយសាវិសាលអ្វីដែលត្រូវការនៅទីនេះមិនមែនជាបញ្ហាសង្គ្រាមទេហើយយើងមិនចង់សង្គ្រាមទេយើងបង្ខំចិត្តខ្លាំងណាស់អត់ធ្មត់ខ្លាំងណាស់ដើម្បីរក្សាសន្តិសុខជាមួយប្រទេសជិតខាងយើងបានប្រឹងប្រែងគ្រប់មធ្យោបាយទាំងអស់ប៉ុន្តែភាពឆ្លើយរបស់អភិសិទ្ធមិនអាចឲ្យអ្នកឯងមើលងាយកម្ពុជាបានទេនេះគឺជាប្រសាសន៍លើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងនាយទាហានរងនិងពលទាហាននៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ3នៅក្នុងខេត្តព្រះវិហារនាថ្ងៃទី26ខែសីហានេះលោកនាយករដ្ឋមន្ត្រីបានថ្លែងរំលឹកអំពីការឈ្លានពាននៅក្នុងរបបដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកអភិសិទ្ធវិជ្ជាជីវ៉ាមកលើដែនអធិបតេយ្យរបស់កម្ពុជានៅតំបន់ភ្នំទ្របនិងវត្តកែវសិក្ខាគិរីស្វារៈនៅជើងភ្នំប្រាសាទព្រះវិហារកាលពីឆ្នាំ2008និងឈានដល់ការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំនៅអំឡុងខែកុម្ភៈឆ្នាំ2011ប្រមុខរដ្ឋាភិបាលបន្តថាការផ្ទុះអាវុធរវាងប្រទេសទាំងពីរនាពេលនោះមិនមែនជាអ្វីដែលកម្ពុជាត្រូវការនោះទេប៉ុន្តែជាការឆ្លើយតបទៅនឹងការមើលងាយរបស់អតីតនាយករដ្ឋមន្ត្រីថៃលោកអភិសិទ្ធមកលើកម្ពុជាតែប៉ុណ្ណោះអ្វីដែលកម្ពុជាត្រូវការគឺជាការរក្សាបាននូវសន្តិសុខនិងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងប្រទេសជិតខាងគួររំលឹកថាកាលពីអំឡុងខែកក្កដាឆ្នាំ2008ទាហានថៃបានឈ្លានពានមកលើទឹកដីកម្ពុជានៅតំបន់វត្តកែវសិក្ខាគិរីស្វារៈបន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ទោះបីជាយ៉ាងណាក៏ដោយក្រោមកិច្ចការពារដែនអធិបតេយ្យដ៏អង់អាចក្លាហានពីកងទ័ពកម្ពុជាបានព្យាយាមប្រយុទ្ធបណ្ដេញកងទ័ពថៃឲ្យដកថយពីទីតាំងឈ្លានពាននៅថ្ងៃទី2ខែធ្នូឆ្នាំ2010នៅក្នុងដំណើរចុះទៅកាន់ខេត្តព្រះវិហាររបស់លោកនាយករដ្ឋមន្ត្រីនេះដែរគឺលោកស្រីដឹកមេបញ្ជាការកងពលធំអន្តរកម្មលេខ3ប្រចាំទិសដៅខេត្តព្រះវិហារបានមានប្រសាសន៍ថានឹងបដិញ្ញាការពារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោយមិនអនុញ្ញាតឲ្យមានចលនាប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលណាមួយកើតឡើងឡើយជាមួយគ្នានោះលោកស្រីដឹកក៏បានប្រកាសបដិញ្ញាការពីដាច់ខាតមិនឲ្យមានការធ្វើបដិវត្តពណ៌កើតមាននៅកម្ពុជានោះដែរលោកស្រីដឹកបានរំលឹកថាចាប់តាំងពីប្រទេសជាតិត្រូវបានរំដោះពីភាពខ្មៅងងឹតនៅថ្ងៃទី7មករាឆ្នាំ1999បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពនិងវឌ្ឍនភាពលើគ្រប់វិស័យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយហើយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមានជីវភាពកាន់តែល្អប្រសើរឡើងដោយប្រាក់បៀវត្សត្រូវប្រមុខរដ្ឋាភិបាលដំឡើងបន្ថែមជារៀងរាល់ឆ្នាំបើខ្ញុំដឹងខ្ញុំផ្សាយឲ្យអ្នកដឹងបើខ្ញុំយល់ខ្ញុំពន្យល់ឲ្យអ្នកយល់ខ្ញុំគឺវិទ្យុ VO FM
រឿងដាច់ដោយឡែកមួយទៀតគឺនៅព្រឹកថ្ងៃទី26សីហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថាកោជបបានបើកកិច្ចប្រជុំស្ដីពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់និងការបញ្ជូនទិន្នន័យមកកោជបនៅស្នាក់ការកោជបថ្លែងនៅក្នុងកិច្ចប្រជុំនោះលោកគួយប៊ុនរឿនអនុប្រធានកោជបបានលើកឡើងថាបើតាមច្បាប់បានកំណត់លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានប៉ុន្តែប្រហែលជាមានគេប្តឹងជំទាស់លោកប៉ុន្តែសម្រាប់លោកសិចប៊ុនហុកដែលជាប្រធានកោជបវិញបានបញ្ជាក់ថាស្ថិតនៅក្នុងលក្ខខណ្ឌនៅពេលនេះលោកសំរងស៊ីត្រូវបានច្បាប់ហាមឃាត់មិនឲ្យចុះឈ្មោះបោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅឆ្នាំ2017និងឆ្នាំ2018ខាងមុខនោះទេយើងនឹងត្រឡប់មកលម្អិតជូនជុំវិញព័ត៌មាននេះនៅក្នុងនីតិហេតុការណ៍សំខាន់នាពេលបន្តិចទៀតដោយមានសេចក្តីរាយការណ៍ជូនពីគុណសម្បូរជុំវិញព័ត៌មាននៃការចុះឈ្មោះបោះឆ្នោតនេះផងដែរថ្ងៃចុះឈ្មោះបោះឆ្នោតកាន់តែគៀកមកដល់អង្គការក្រៅរដ្ឋាភិបាលមួយបានអះអាងថានឹងរៀបចំដាក់ភ្នាក់ងាររបស់ខ្លួនដើម្បីចូលរួមសង្កេតការណ៍នៃដំណើរការចុះឈ្មោះបោះឆ្នោតថ្មីដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសេងបារាំងរាយការណ៍ព័ត៌មានបន្ថែមអង្គការ Confrel នឹងរៀបចំភ្នាក់ងាររបស់ខ្លួនសម្រាប់អង្កេតការណ៍នៃដំណើរការចុះឈ្មោះបោះឆ្នោតនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងនោះអង្គការ Confrel បានអះអាងថាការអង្កេតការណ៍បានផ្ដោតលើចំណុចសំខាន់ៗចំនួន3ក្នុងការចូលរួមអង្កេតដំណើរការចុះឈ្មោះបោះឆ្នោតដោយទី1សង្កេតការដំណើរការចុះឈ្មោះបោះឆ្នោតទី2សម្ភាសប្រជាពលរដ្ឋពីដំណើរការចុះឈ្មោះបោះឆ្នោតនិងទី3ការអង្កេតការលើការចូលរួមរបស់ស្ត្រីពីដំណើរការចុះឈ្មោះបោះឆ្នោតហើយអង្គការ Confrel បានដាក់ពង្រាយអ្នកអង្កេតការរបស់ខ្លួនចំនួន852នាក់ហើយអ្នកអង្កេតការនោះមាន4ប្រភេទខុសៗគ្នាលោកកងសវងជាមន្ត្រីកម្មវិធីផ្នែកអង្កេតរបស់ Confrel បានបញ្ជាក់ថាអ្នកអង្កេតការទាំងអស់នឹងទុករហូតដល់ថ្ងៃបោះឆ្នោតជាតិឆ្នាំ2018ទៀតផងលោកបន្តថា Confrel នឹងបង្រៀនវគ្គបណ្ដុះបណ្ដាលដល់អ្នកអង្កេតការទាំង25រាជធានីខេត្តផងដែរសរុបទាំងអស់គឺមាន852នាក់ដែលយើងធ្វើការអង្កេតនឹងមានតាំងអ្នកអង្កេតការដែលធ្វើរយៈពេល3ថ្ងៃតាំង12ថ្ងៃហើយចង់បន្ថែមថារយៈពេលដែល250ថ្ងៃនោះអ្នកអង្កេតការអាចនៅទីរហូតប្រហែលជាអាចដល់ទៅបោះឆ្នោតឆ្នាំ2018ចំណែកលោកសេងរិទ្ធីប្រធានកម្មវិធីមជ្ឈមណ្ឌល PDPក៏មានប្រសាសន៍ថាមជ្ឈមណ្ឌល PDP បានបង្រៀនយុវជនដែលមានអាយុ18ឆ្នាំដល់30ឆ្នាំដើម្បីឲ្យពួកគេស្វែងយល់ពីនីតិវិធីចុះឈ្មោះបោះឆ្នោតនិងការចុះឈ្មោះបោះឆ្នោតហើយមជ្ឈមណ្ឌល PDP ក៏បានពង្រាយភ្នាក់ងាររបស់ខ្លួនជាង10ខេត្តផងដែរសម្រាប់ការចូលរួមអង្កេតការចុះឈ្មោះបោះឆ្នោតអនុវត្តទៅលើ10ខេត្តបាទដែលទី1មានខេត្តតាកែវខេត្តព្រៃវែងខេត្តត្បូងឃ្មុំខេត្តកំពង់ចាមខេត្តសៀមរាបខេត្តបន្ទាយមានជ័យបាត់ដំបងខេត្តពោធិ៍សាត់ខេត្តកណ្ដាលនិងខេត្តកំពង់ស្ពឺដែលមានសរុប200ឃុំបាទរីឯអ្នកស្រីសឿនសិរីលក្ខណ៍អ្នកសម្របសម្រួលកម្មវិធី Gender របស់ Confrel ក៏បានបញ្ជាក់ថា Confrel ក៏ដាក់ស្ត្រីសម្រាប់អង្កេតការចំនួន5ខេត្តផងដែរសម្រាប់អង្កេតការនៃដំណើរការចុះឈ្មោះបោះឆ្នោតយើងនឹងដាក់ពង្រាយអ្នកសង្កេតការនៅក្នុង10ឃុំក្នុង5ខេត្តហើយនៅក្នុង5ស្រុកហើយខេត្តដែលជាតំបន់គោលដៅរបស់ Confrel នោះមានខេត្តកំពង់ចាមកំពង់ធំកំពង់ឆ្នាំងហើយតាកែវហើយនិងព្រះវិហារនេះជាតំបន់គោលដៅរបស់ Confrel ដែលបានធ្លាប់ធ្វើទាក់ទងនឹងសកម្មភាពការងារស្ត្រីនឹងចា៎សូមបញ្ជាក់ថាកោជបនឹងរៀបចំចុះឈ្មោះបោះឆ្នោតថ្មីដោយចាប់ផ្ដើមពីថ្ងៃទី1ខែកញ្ញាឆ្នាំ2016ដល់ថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2016ការចុះឈ្មោះបោះឆ្នោតកាន់តែគៀកមកដល់លោកអេងឆៃអៀងបានប្រកាសថានៅសប្តាហ៍ក្រោយគណៈបក្សសង្គ្រោះជាតិនឹងដឹកនាំគណៈប្រតិភូរបស់ខ្លួនទៅជួបពិភាក្សាជាមួយនឹងកោជបដើម្បីជជែកជុំវិញដំណើរការនៃការចុះឈ្មោះបោះឆ្នោតយើងស្ដាប់សេងបារាំងមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិលោកអេងឆៃអៀងបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិព្រមទាំងអ្នកគាំទ្ររបស់ខ្លួនថាប្រតិភូគណៈបក្សសង្គ្រោះជាតិនឹងទៅជួបជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅសប្តាហ៍ក្រោយដើម្បីជជែកជុំវិញដំណើរការនៃការចុះឈ្មោះបោះឆ្នោតប្រសាសន៍របស់មន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិរូបនេះធ្វើឡើងនៅព្រឹកថ្ងៃទី27ខែសីហាឆ្នាំ2016នៅទីស្នាក់ការកណ្ដាលគណៈបក្សសង្គ្រោះជាតិចាក់អង្រែលើនៅសប្តាហ៍ក្រោយនេះគឺប្រតិភូគណៈបក្សសង្គ្រោះជាតិនឹងទៅជួបជាមួយនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោតដើម្បីជជែកពិភាក្សាគ្នាជុំវិញដំណើរការនៃការចុះឈ្មោះបោះឆ្នោតសូមបញ្ជាក់ថាគណៈបក្សសង្គ្រោះជាតិកាលពីថ្ងៃទី19ខែសីហាឆ្នាំ2016
បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថាខ្លួននឹងពឹងពាក់មេធាវីរៀបចំសំណុំរឿងប្តឹងទៅកោចបនិងក្រសួងមហាផ្ទៃចំពោះជនបរទេសណាដែលចុះឈ្មោះបោះឆ្នោតដោយប្រើអត្តសញ្ញាណប័ណ្ណខុសច្បាប់នៅក្រៅចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញសម្រាប់បិទបញ្ចប់សំណុំរឿងលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិនៅថ្ងៃទី23សីហាសហមេធាវីការពារសិទ្ធិលោកកឹមសុខាបានសម្រេចប្តឹងឧទ្ធរចំពោះដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេចនោះខិតសុធីជូនព័ត៌មាននេះពិស្ដាសហមេធាវីការពារសិទ្ធិលោកកឹមសុខាដែលមានសមាជិកទាំងអស់5រូបបានបញ្ជាក់នៅក្នុងបណ្ដឹងថាការចេញដីកាដំណោះស្រាយរបស់ចៅក្រមស៊ើបសួរហើយបញ្ជូនសំណុំរឿងព្រហ្មទណ្ឌលេខ2401ចុះថ្ងៃទី26ឧសភាឆ្នាំ2016របស់សាលាដំបងរាជធានីភ្នំពេញទៅជំនុំជម្រះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់កូនក្តីព្រោះមេធាវីបានប្តឹងនឹងដីកាសម្រេចមួយចំនួនរបស់ចៅក្រមស៊ើបសួរហើយរហូតមកដល់ពេលនេះនៅមិនទាន់ចប់ជាស្ថាពរនៅឡើយទេអាស្រ័យហេតុនេះទើបសហមេធាវីសូមប្តឹងឧទ្ធរនឹងដីកាសម្រេចលេខ2491ក1ដចុះថ្ងៃទី23សីហាឆ្នាំ2016របស់ចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញត្រង់ចំណុចទាំងមូលនៃសេចក្តីសម្រេចការប្តឹងនេះធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញលោកឋានលេងបានបិទបញ្ចប់ការស៊ើបសួរជាស្ថាពរនិងសម្រេចបញ្ជូនសំណុំរឿងប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិលោកកឹមសុខាដែលបដិសេធមិនចូលខ្លួនតាមដីកាកោះរបស់តុលាការទៅជំនុំជម្រះប៉ុន្តែយ៉ាងណាសាលាដំបងរាជធានីភ្នំពេញនៅមិនទាន់បានកំណត់ពេលវេលានៃថ្ងៃបើកសវនាការនៅឡើយទេកាលពីថ្ងៃទី25សីហាក្រុមតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិបានហៅការសម្រេចរបស់តំណាងអัยការនិងចៅក្រមស៊ើបសួរសាលាដំបងរាជធានីភ្នំពេញថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណៈបកប្រឆាំងចាត់ទុកថាគណៈបកកាន់អំណាចបានប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយហើយធ្វើទុកបុកម្នេញឥតឈប់ឈរប្រឆាំងសកម្មជននិងមេដឹកនាំគណៈបកសង្គ្រោះជាតិជាងនេះទៀតក្រុមសមាជិកសភាគណៈបកក្រៅរដ្ឋាភិបាលមួយនេះបានចាត់ទុកថាការសម្រេចនេះមិនអាចទទួលយកបានជាដាច់ខាតដែលតំណាងអัยការនិងចៅក្រមស៊ើបសួររបស់សាលាដំបងរាជធានីភ្នំពេញចោទប្រកាន់ជាស្ថាពរនិងបញ្ជូនសំណុំរឿងលោកកឹមសុខាទៅជំនុំជម្រះដោយពុំទាន់បានលើកអភ័យឯកសិទ្ធិសភាជាមុននៅឡើយផងសូមបញ្ជាក់ថាសំណុំរឿងខាងលើនេះពាក់ព័ន្ធនឹងបទចោទរឿងសញ្ចារកម្មជាមួយកញ្ញាខុមច័ន្ទតារាទីហៅស្រីមុំហើយដោយសារតែសំណុំរឿងនេះបានរុញច្រានឲ្យលោកកឹមសុខាត្រូវវាន់ករហូតដល់សំងំតែនៅក្នុងទីស្នាក់ការគណៈបកជាង3ខែមកហើយមិនថាកលៈទេសៈណាវិទ្យុវីយ៉ូ FM នៅតែផ្ដល់ព័ត៌មានជូនលោកអ្នកមិនមែនជារឿងថ្មីនោះទេពាក់ព័ន្ធទៅនឹងការទន្ទ្រានកាន់កាប់ដីធ្លីដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុបញ្ហានេះក៏កំពុងនឹងត្រូវបានក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរពាក់ព័ន្ធពិនិត្យនិងដោះស្រាយអឿនភិរារាយការណ៍បន្ថែមបញ្ហាទន្ទ្រានកាន់កាប់ដីធ្លីយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុត្រូវបានលោកសាយសមល់រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកយកមកប្រជុំពិភាក្សាដោះស្រាយកាលពីរសៀលថ្ងៃទី25ខែសីហាកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ស្ពឺដោយមានការចូលរួមពីលោកស្រុនអភិបាលរងខេត្តព្រះសីហនុនិងលោកវីសំណាងអភិបាលខេត្តកំពង់ស្ពឺព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតលោកស្រុនដារិតនាយខុទ្ទកាល័យក្រសួងបរិស្ថានប្រាប់វិទ្យុវីយ៉ូនៅព្រឹកថ្ងៃទី26ខែសីហានេះថាអង្គប្រជុំបានសម្រេចធ្វើការស្រាវជ្រាវឲ្យលម្អិតក្នុងការកំណត់អត្តសញ្ញាណពលរដ្ឋដែលកំពុងកាន់កាប់ដីធ្លីទាំងអស់ថាតើពួកគាត់មកពីណាកាន់កាប់ដីធ្លីទាំងនោះដោយរបៀបណាហើយចំពោះពលរដ្ឋដែលគ្មានដីពិតប្រាកដនោះអាជ្ញាធរនឹងដោះស្រាយជូនពួកគាត់ប៉ុន្តែបើក្នុងករណីពលរដ្ឋទៅធ្វើការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នោះត្រូវមានវិធានការផ្សេងនៃខុទ្ទកាល័យក្រសួងបរិស្ថានរូបនេះបញ្ជាក់ឲ្យដឹងដែរថាបញ្ហាកាន់កាប់ដីធ្លីដែលខុសច្បាប់នៅខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុមានរហូតដល់រាប់រយគ្រួសារឯណោះបាទឬក៏គាត់គ្រាន់តែមកចាប់ឲ្យដើម្បីទុកលក់ទៅអ្នកទី2ទី3ទៀតហើយគាត់ចេះតដាធ្វើអញ្ចឹងរហូតហ្នឹងក៏យើងត្រូវទប់ស្កាត់ដែរអាហ្នឹងអញ្ចឹងណាបាទម្ដុំពេញនៅយើងឃើញទាំងអស់គ្នាបើយើងជិះទៅកំពង់សោមណាហ្នឹងគឺការចាប់ដោយខុសច្បាប់ហើយមានច្រើនគ្រួសារដែរទាំងសងខាងនោះ
យើងឃើញផ្ទះតែប្រមាណឯប៉ុន្តែអ្នកដែលទៀមទាថាជាមានកាន់កាប់ដីនឹងដែរនោះដែលមិនមានផ្ទះនោះវារហូតដល់រាប់រយគ្រួសារជាងណាលោកស្រុនដារិតលើកឡើងផងដែរថាដំណោះស្រាយចាំបាច់នៅពេលនេះគឺក្រសួងបរិស្ថានបានស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុនិងខេត្តកំពង់ស្ពឺធ្វើការកំណត់អត្តសញ្ញាណពលរដ្ឋដែលកំពុងកាន់កាប់ដីធ្លីទាំងអស់នោះដើម្បីប្រមូលទិន្នន័យឲ្យច្បាស់លាស់ទើបងាយស្រួលក្នុងការសម្រេចចិត្តដោះស្រាយឲ្យបានត្រឹមត្រូវបើតាមលោកសាយសមាលរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងក្នុងអង្គប្រជុំនាឱកាសនោះថារយៈកាលកន្លងមកភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុតែងតែរងនឹងការកាប់ទន្ទ្រានដីធ្លីដោយខុសច្បាប់ពីសំណាក់ជនខិលខូចមួយចំនួនប៉ុន្តែបច្ចុប្បន្ននេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយជាបន្តបន្ទាប់ស្ទើរតែបញ្ចប់ទាំងស្រុងហើយបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានបញ្ហាដីធ្លីក៏មានការសប្បាយរីករាយចិត្តចំពោះដំណោះស្រាយនេះផងដែរគួរបញ្ជាក់ថាកិច្ចប្រជុំដែលមានភាគីពាក់ព័ន្ធកាលពីថ្ងៃប្រហោះម្សិលមិញនេះធ្វើឡើងដើម្បីដោះស្រាយបញ្ចប់បញ្ហាដែលនៅសេសសល់ក្នុងភូមិសាស្ត្រខេត្តទាំងពីរនិងទប់ស្កាត់ការប៉ុនប៉ងក្នុងការទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់នាពេលអនាគតពាក់ព័ន្ធទៅនឹងបញ្ហាដីធ្លីដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសម្រេចកាត់ដីជាង80ហិកតាជូនប្រជាពលរដ្ឋចំនួន127គ្រួសារនិងជាង71ហិកតាទៀតទុកឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍនៅក្នុងខេត្តព្រះវិហារការសម្រេចនេះគឺធ្វើឡើងតាមការស្នើសុំពីប្រជាពលរដ្ឋនិងអាជ្ញាធរខេត្តព្រះវិហារប៉ុន្តែប្រមុខរដ្ឋាភិបាលក៏សុំឲ្យដីនេះនៅតែជាដីឯកជនរបស់រដ្ឋគ្មានសិទ្ធិផ្ដល់ឲ្យទៅបុគ្គលណាម្នាក់ក្រៅពីទុកបម្រើផលប្រយោជន៍សាធារណៈរបស់រដ្ឋថាចន្ទធីរាយការណ៍លោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានសម្រេចកាត់ដីចំនួន 80.53 ហិកតានៃដីសរុបចំនួន 152 ហិកតានៃដីប្រលានយន្តហោះស្ថិតនៅក្នុងភូមិម៉សែសង្កាត់បាហាក្រុងព្រះវិហារជូនប្រជាពលរដ្ឋចំនួន127គ្រួសារដែលកំពុងរស់នៅទីនោះយូរមកហើយចំណែកដីដែលនៅសល់ចំនួន 71.17 ហិកតាគឺប្រគល់ជូនអាជ្ញាធរខេត្តដើម្បីធ្វើការអភិវឌ្ឍដូចជាសាកលវិទ្យាល័យនៅលើដីនេះលោកនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយមន្ត្រីរាជការខេត្តនិងក្រុមប្រឹក្សាឃុំសង្កាត់ក្រុងស្រុកខេត្តនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះវិហារការសម្រេចរបស់ប្រមុខរដ្ឋាភិបាលក្នុងការកាត់ដីជូនប្រជាពលរដ្ឋគឺធ្វើឡើងតាមសំណើសុំរបស់ប្រជាពលរដ្ឋនិងអភិបាលខេត្តព្រះវិហាររួមជាមួយតំណាងរាស្ត្រនិងក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារដែលបានស្នើសុំឲ្យមានការកាត់ដី152ហិកតានៃតំបន់ប្រលានយន្តហោះស្ថិតនៅក្នុងភូមិម៉សែសង្កាត់បាហាក្រុងព្រះវិហារខេត្តព្រះវិហារពីបញ្ជីសារពើព័ន្ធរបស់រដ្ឋលោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថាសូមឲ្យដីនេះនៅតែជាដីឯកជនរបស់រដ្ឋតែក្រោមការគ្រប់គ្រងរបស់ខេត្តគ្មានសិទ្ធិផ្ដល់ទៅឲ្យបុគ្គលណាម្នាក់ក្រៅពីទុកបម្រើផលប្រយោជន៍សាធារណៈរបស់រដ្ឋដូចជាទុកធ្វើជាមន្ទីរនានារបស់ខេត្តហើយនៅថ្ងៃក្រោយឲ្យបង្កើតជាសាកលវិទ្យាល័យដ៏ធំមួយនៅក្នុងខេត្តព្រះវិហារនេះតែម្ដងនិងឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្វើអនុក្រឹត្យនេះរួចធ្វើការប្រកាសឲ្យប្រជាពលរដ្ឋបានដឹងអំពីការសម្រេចនេះកុំឲ្យបកប្រឆាំងចេះនាំគ្នាធ្វើបាតកម្មតទៅទៀតតើលោកអ្នកកំពុងតែមានតម្រូវការចំពោះការផ្ដល់សេវាអ៊ីនធឺណិតគុណភាពខ្ពស់គ្មានភាពរអាក់រអួលគួរឲ្យទុកចិត្តបានមែនទេយើងអាចផ្ដល់ជូនលោកអ្នកបានក្រុមហ៊ុន EasyCom ផ្ដល់ជូននៅដំណោះស្រាយប្រកបដោយការច្នៃប្រឌិតបច្ចេកវិទ្យានិងកញ្ចប់សេវាដែលល្អបំផុតសម្រាប់អាជីវកម្មនិងលំនៅឋាននៅក្នុងប្រទេសកម្ពុជាដោយមានការវិនិយោគដ៏ខ្លាំងក្លាទៅលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ឲ្យសមទៅនឹងតម្រូវការរបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.easycom.com.kh ឬទូរស័ព្ទលេខ023 888 181 EasyCom សេវាអ៊ីនធឺណិតលំដាប់ខ្ពស់នៅកម្ពុជាព័ត៌មានអន្តរជាតិកាត់ត្រឹមរយៈពេល3ថ្ងៃក្រោយគ្រោះរញ្ជួយដីវាយប្រហារនៅប្រទេសអ៊ីតាលីចំនួនអ្នកស្លាប់បានកើនដល់281អ្នកហើយក្តីសង្ឃឹមថាអាចរកឃើញអ្នកមានជីវិតកប់ក្នុងគំនរបែកបាក់មានកាន់តែតិចយើងស្ដាប់ពេញភេងរាយការណ៍ព័ត៌មានបន្តក្តីសង្ឃឹមនៃការស្វែងរកអ្នករស់រានមានជីវិតកំពុងកប់ក្នុងគំនរបាក់បែកដោយសារតែគ្រោះរញ្ជួយដីនៅអ៊ីតាលីកាន់តែតិចទៅហើយគិតត្រឹម3ថ្ងៃក្រោយរញ្ជួយដីគឺត្រឹមថ្ងៃ26សីហាចំនួនអ្នកស្លាប់បានកើនឡើងដល់281នាក់និងរបួសរាប់រយនាក់ផ្សេងទៀតតាំងពីថ្ងៃកើតហេតុក្រុមជួយសង្គ្រោះបានធ្វើការមិនសម្រាកដើម្បីកាយរកមនុស្សកប់ក្នុងគំនរបាក់បែកក្នុងនោះរកឃើញខ្លះនៅមានជីវិតហើយខ្លះទៀតបានស្លាប់ទៅហើយឃើញត្រឹមតែសាកសពរហូតមកដល់ពេលនេះក្តីសង្ឃឹមថាអាចមានអ្នកនៅមានជីវិតនោះកាន់តែតិចទៅពីព្រោះច្រើនថ្ងៃមកហើយតាមការបញ្ជាក់ពីនាយកដ្ឋានការពារជនស៊ីវិលក្នុងក្រុងរ៉ូមឲ្យដឹងថាមានមនុស្ស388នាក់បាននឹងកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យហើយ40នាក់នៃអ្នករបួសជាក្មេងៗកំពុងត្រូវរបួសធ្ងន់
តាមការប៉ាន់ស្មានប្រជាជន 2,500 នាក់ត្រូវបាត់បង់ផ្ទះសម្បែងដោយសារតែគ្រោះរំជួយដីដ៏អាក្រក់នេះអ្នកបាត់បង់ផ្ទះសម្បែងត្រូវទៅរស់នៅក្រោមតង់ដ៏ចង្អៀតរងចាំការផ្ដល់ជំនួយឆ្លើយតបទៅនឹងបញ្ហានេះរដ្ឋាភិបាលអ៊ីតាលីបានសន្យានឹងកសាងតំបន់រងគ្រោះឡើងវិញក៏ប៉ុន្តែប្រជាជនបារម្ភថាប្រហែលមិនអាចខ្លាចជាការពិតទេមើលទៅសូមបញ្ជាក់ថាអ៊ីតាលីរៀបចំការប្រារព្ធពិធីបុណ្យសពជូនដល់អ្នកស្លាប់នៅថ្ងៃ27សីហានេះការប្រារព្ធពិធីបុណ្យសពមួយថ្ងៃបានប្រកាសរួចរាល់ហើយដោយទង់ជាតិត្រូវបង្ហូតត្រឹមពាក់កណ្ដាលទូទាំងប្រទេសដើម្បីកាន់ទុកជាមួយក្រុមគ្រួសារសពនិងឧទ្ទិសដល់អ្នកស្លាប់មានទាំងជនបរទេសផងក្រៅពីប្រជាជនអ៊ីតាលីគួររំលឹកឡើងវិញថាគ្រោះរំជួយដីកម្រិត6កណ្ដកសញ្ញា2រីទ័របានវាយប្រហារចំកណ្ដាលប្រទេសអ៊ីតាលីកាលពីម៉ោង 3:36 នាទីជិតភ្លឺមកក្នុងតំបន់ថ្ងៃទី24សីហារំជួយដីលើកនេះគឺជាគ្រោះធម្មជាតិដ៏អាក្រក់បំផុតបានវាយប្រហារលើប្រទេសអ៊ីតាលីគិតចាប់តាំងពីឆ្នាំ2009ចិននិងជប៉ុនជាប្រទេសធ្លាប់មានចំនួនជាមួយគ្នាយូរណាស់មកហើយដែលត្រូវចាត់ទុកថាជាចំនួនប្រវត្តិសាស្ត្រទៅទៀតប៉ុន្តែយ៉ាងណាក៏ដោយប្រទេសទាំងពីរបានខិតខំកែប្រែពីគូសត្រូវខ្លាយជាមិត្តវិញនិងបានប្រាជ្ញាបង្កើនចំណងមិត្តភាពឲ្យកាន់តែល្អជាងមុនការប្រាជ្ញាជាថ្មីនេះធ្វើឡើងនៅក្នុងពេលមន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរជួបគ្នាកាលពីថ្ងៃទី25សីហានៅទីក្រុងប៉េកាំងពេញភេងរីកាមន្ត្រីជាន់ខ្ពស់តំណាងប្រទេសចិននិងជប៉ុនបានជួបគ្នាកាលពីថ្ងៃ25សីហានៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនគណៈមន្ត្រីជាន់ខ្ពស់ជប៉ុនធ្វើទស្សនកិច្ចទៅទីនោះនៅក្នុងជំនួបចិននិងជប៉ុនបានយល់ព្រមជាមួយគ្នាថានឹងសម្រេចឲ្យមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំចិនជាមួយថ្នាក់ដឹកនាំជប៉ុនគឺរវាងលោកប្រធានាធិបតីចិនស៊ីជីនពីងជាមួយនាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូអាបេតាមប្រភពព័ត៌មានឲ្យដឹងថាភាគីចិនបានខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីដោយបង្កើនផលប្រយោជន៍ប្រទេសទាំងពីរនិងចង់ដោះស្រាយបញ្ហាធ្លាប់កើតឡើងឲ្យចប់ឆាប់ៗប្រភពពីរដ្ឋាភិបាលជប៉ុនវិញឲ្យដឹងថាជប៉ុនសង្ឃឹមចិនអាចដើរតួនាទីជាមួយកូរ៉េខាងជើងដោះស្រាយទង្វើមិនគប្បីកន្លងមកជាក់ស្ដែងមានការបាញ់មីស៊ីលចេញពីនាវាមុជទឹករបស់កូរ៉េខាងជើងកាលពីថ្ងៃទី24សីហាសកម្មភាពកូរ៉េខាងជើងធ្វើឲ្យជប៉ុនបារម្ភយ៉ាងខ្លាំងព្រោះថាកូរ៉េខាងជើងធ្លាប់បានបាញ់មីស៊ីលចូលដែនទឹកជាតំបន់សេដ្ឋកិច្ចជប៉ុនថ្មីៗអញ្ចឹងហើយជប៉ុនពឹងលើចិនជាដៃគូជិតស្និទ្ធរបស់កូរ៉េខាងជើងអាចធ្វើការជាមួយរដ្ឋបដិខ្លួនមួយនេះកុំធ្វើអ្វីដែលជាសកម្មភាពបង្កអស្ថិរភាពនិងអសន្តិសុខក្រៅពីនេះមន្ត្រីជាន់ខ្ពស់ចិននិងជប៉ុនក៏បានពិភាក្សាគ្នាពីបញ្ហាទាក់ទងទៅនឹងជម្លោះនៅសមុទ្រចិនខាងកើតនិងសមុទ្រចិនខាងត្បូងផងដែរសូមបញ្ជាក់ថាកិច្ចជំនួបរវាងមន្ត្រីជាន់ខ្ពស់តំណាងប្រទេសចិននិងជប៉ុនកាលពីថ្ងៃ25សីហាជាកិច្ចជំនួបមុនពេលកិច្ចប្រជុំ G20 មកដល់កិច្ចប្រជុំ G20 នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាក្នុងទីក្រុងហុងជូនៅប្រទេសចិនងាកមករឿងរ៉ាវសន្តិសុខមនុស្ស9នាក់បានស្លាប់និងជាង60នាក់រងរបួសដោយសារហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីស្នាក់ការប៉ូលីសស្ថិតនៅក្នុងប្រទេសទូគីនៅថ្ងៃទី26សីហាជាការវាយប្រហារថ្មីបំផុតនៅតំបន់ភាគអាគ្នេយ៍នៃប្រទេសទូគីដែលកំពុងមានភាពចលាចលកើតឡើងទូរទស្សន៍ NTV បានបង្ហាញរូបភាពផ្សែងហុយចេញពីកន្លែងកើតហេតុនៅប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងក្រោយកើតហេតុរថយន្តសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ធ្វើដំណើរទៅទីតាំងរងគ្រោះដើម្បីជួយមនុស្សហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តរដ្ឋាភិបាលទូគីបានបន្ទោសទៅលើក្រុមគណបកពលករខឺតឬក៏ PKK ដែលជាប់តាក់ទងស្ទើរតែគ្រប់ការប៉ះទង្គិចក្នុងតំបន់នេះតាំងពីខែកក្កដាឆ្នាំមុននៅពេលដែលបាត់ឈប់បាញ់រវាងក្រុមខឺតជាមួយនឹងរដ្ឋាភិបាលត្រូវដួលរលំក្រុម PKK ត្រូវទូគីអាមេរិកនិងសហភាពអឺរ៉ុបចុះក្នុងបញ្ជីក្រុមអង្គការភេរវកម្មកម្មវិធីព័ត៌មានឧបត្ថម្ភដោយ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នកខ្ញុំផ្ដល់ព័ត៌មានលឿនរហ័សនិងច្បាស់លាស់ជូនលោកអ្នកយ៉ាងពិតប្រាកដមិនត្រឹមតែព័ត៌មានការកំសាន្តអប់រំនិងចំណេះដឹងថ្មីៗត្រូវបានផ្សាយជូនជារៀងរាល់ថ្ងៃអ្វីដែលពិសេសទៅទៀតនោះខ្ញុំជាជើងឯកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មសេវាកម្មទៅអតិថិជនរបស់លោកអ្នកយ៉ាងមានប្រសិទ្ធភាពវិទ្យុ VO FM ជាដៃគូផ្ដល់ព័ត៌មានកំសាន្តនិងដៃគូផ្សព្វផ្សាយពាណិជ្ជកម្មរបស់លោកអ្នកទំនាក់ទំនងផ្សាយតាមរយៈលេខ077 60 85 88 016 37 71 71
លោកស្រីនាងកញ្ញាលោកអ្នកកំពុងស្ដាប់កម្មវិធីផ្សាយព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុវិទ្យុនាទីផ្សាយបន្តនៅក្នុងកម្មវិធីព័ត៌មានគឺជានាទីហេតុការណ៍សំខាន់រៀបចំដោយគុណសម្បូរកោចបថាលោកសំរងស៊ីមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានតែប្រហែលមានអ្នកប្តឹងជំទាស់បន្ទាប់មកគឺជានាទីបច្ចុប្បន្នភាពសង្គមរៀបចំជូនដោយអឿនភិរាប្រឡងបាក់ឌុបឆ្នាំនេះគួរកែលម្អត្រង់ណាខ្លះដោយឡែកសម្រាប់នីតិ SME កម្ពុជាវិញគឺពិតទេអាជីវកម្មមួយជោគជ័យត្រូវមានដៃគូសហការ SME រៀបចំជូនដោយពេញភេងលោកអ្នកកំពុងស្ដាប់ការផ្សាយវិទ្យុខ្មែរអន្តរជាតិ VO FM ដាក់ប្រាក់សន្សំបានលុយបន្ថែមនិងមានឱកាសជ្រះរង្វាន់ប្រចាំខែទៀតតើទៅរកនៅឯណាមានអូពិតជាមាននៅ AMKឱកាសពិសេសពី AMK ទទួលបានទឹកប្រាក់បន្ថែម 20000 រៀលភ្លាមរាល់ពេលដាក់ប្រាក់សន្សំនៅរៀងរាល់ថ្ងៃច័ន្ទសប្តាហ៍នីមួយៗនិងមានឱកាសឈ្នះរង្វាន់ជារៀងរាល់ខែទៀតផងដែលចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី30ខែកញ្ញាឆ្នាំ2016សូមប្រញាប់រួសរាន់ឡើងកុំឲ្យការផ្ដល់ជូនពិសេសនេះកន្លងហួសទៅឲ្យសសម្រាប់ព័ត៌មានបន្ថែម023 22 0202 ឬ 1800 200 នៅចិត្តបង្កើយជាមួយសេវាប្រាក់សន្សំ AMK ដាក់ក៏ស្រួលដកក៏ស្រួលដាក់ស្រួលមែនដាក់ស្រួលជាមួយណាគេមែនហ៎និយាយរឿងទ្រូម៉ានីតាទ្រូម៉ានីសេវាវេលុយដ៏មានទំនុកចិត្តឥឡូវនេះមាននៅកម្ពុជាហើយវិធីវេលុយងាយរហ័សនិងមានសុវត្ថិភាពខ្ពស់ដាក់ស្រួលដកស្រួលទេប្រាក់ថ្ងៃនេះម្ដង 2500 រៀលតែប៉ុណ្ណោះអតិថិជនរបស់ដៃគូសហការទាំងអស់អាចធ្វើការបង់វិក័យប័ត្រតាមរយៈភ្នាក់ងារ True Money ទូទាំង25ខេត្តក្រុង True Money ដាក់ស្រួលដកស្រួលហេតុការណ៍សំខាន់នៅព្រឹកថ្ងៃទី26សីហាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបបានបើកកិច្ចប្រជុំស្ដីពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់និងការបញ្ជូនទិន្នន័យមកកោជបនៅស្នាក់ការកោជបថ្លែងនៅក្នុងកិច្ចប្រជុំនោះលោកគួយប៊ុនរឿនអនុប្រធានកោជបបានលើកឡើងថាបើតាមច្បាប់បានកំណត់លោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានប៉ុន្តែប្រហែលជាមានគេប្តឹងជំទាស់ប៉ុន្តែសម្រាប់លោកសុចប៊ុនហុកប្រធានកោជបវិញបានបញ្ជាក់ថាស្ថិតនៅក្នុងលក្ខខណ្ឌនៅពេលនេះលោកសំរងស៊ីត្រូវបានច្បាប់ហាមឃាត់មិនឲ្យចុះឈ្មោះបោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅឆ្នាំ2017និងឆ្នាំ2018ខាងមុខនេះទេសូមស្ដាប់គុណសម្បូរករណីលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិដែលកំពុងតែនិរទេសខ្លួននៅឯក្រៅប្រទេសដើម្បីគេចពីការចាប់ខ្លួនរបស់អាជ្ញាធរកម្ពុជាត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបបានអះអាងថាបើតាមផ្លូវច្បាប់បានកំណត់ថាលោកសំរងស៊ីមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានប៉ុន្តែប្រហែលជាមានគេប្តឹងជំទាស់លោកគួយប៊ុនរឿនអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងនៅក្នុងកិច្ចប្រជុំស្ដីអំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់និងការបញ្ចូលទិន្នន័យមកកាន់កោជបនៅព្រឹកថ្ងៃទី26ខែសីហាឆ្នាំ2016នេះថាលោកសំរងស៊ីអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានដោយលោកលើកឡើងតាមផ្លូវច្បាប់ប៉ុន្តែលោកគួយប៊ុនរឿនបានបញ្ជាក់ថានៅពេលដែលកោជបបិទបញ្ជីដំបងក្រោយការបោះឆ្នោតលោកសំរងស៊ីប្រហែលជាមានគេប្តឹងជំទាស់ទៅលើករណីនេះទី1ករណីអាដាមសំរងស៊ីថាតើមានសិទ្ធិចុះឈ្មោះដែរទេជាគោលការណ៍ច្បាប់អាដាមសំរងស៊ីមានសិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតប៉ុន្តែគាត់នៅពេលបិទបញ្ជីដំបងអាចមានការប្តឹងជំទាស់បាទព្រោះបើយោងតាមច្បាប់គាត់មានសិទ្ធិក្នុងការចុះបាទប៉ុន្តែនៅពេលបិទផ្សាយបញ្ជីដំបងប្រហែលជាអាចមានគេប្តឹងជំទាស់ទៅលើករណីរបស់គាត់នឹងគឺសូមបញ្ជាក់ខ្លីអញ្ចឹងគូបញ្ជាក់ថាលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួនកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2015តាមសំណើរបស់លោកហៅនំហុងនៅក្នុងសំណុំរឿងបរិហាកេរនិងញុះញង់ឲ្យមានការរើសអើងជាសំណុំរឿងចាស់តាំងពីខែមេសាឆ្នាំ2008ដែលបានកោះកកាយឡើងវិញហើយដែលកំពុងធ្វើឲ្យប្រធានគណៈបកប្រឆាំងរូបនេះនិរទេសខ្លួននៅឯក្រៅប្រទេសលោកហៅនំហុងបានប្តឹងលោកសំរងស៊ីតាក់ទងទៅនឹងការនិយាយនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកដែលចាប់ប្រកាន់អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថាជាប្រធានគុកបឹងត្របែកនៅក្នុងសម័យខ្មែរក្រហមតាក់ទងទៅនឹងករណីប្រធានគណៈបកប្រឆាំងនេះដដែលកន្លងមកប្រធានកោជបលោកស៊ិចបង្ហុក
បានបញ្ជាក់ថាលោកសំរងស៊ីមិនអាចចុះឈ្មោះបោះឆ្នោតនិងចូលឈ្មោះបោះឆ្នោតបានទេយោងតាមច្បាប់បោះឆ្នោតមាត្រា46បានហាមឃាត់ជនទាំងឡាយណាដែលជាតណ្ឌិតឬមានសារក្រមស្ថាពរពីតុលាការមិនត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះឬចុះឈ្មោះបោះឆ្នោតបាននេះជាការបញ្ជាក់ពីលោកសឹកបង្ហុកប្រធានកោជបចុះឈ្មោះមិនកើតបើចូលនៅក្នុងលក្ខណៈវិនិច្ឆ័យនេះគេហាមនៅនោះអានេះតែច្បាប់ហាមមិនគឺកោជបមិននិយាយពីរឿងនយោបាយទេគឺកោជបនេះធ្វើអីក៏ដោយគឺដាច់ខាតមកគឺធ្វើតែបច្ចេកទេសសិក្សាតាមច្បាប់ដែលកំណត់ធ្វើសិក្សាមិនមានពាក់ព័ន្ធនឹងរឿងនយោបាយនឹងយកមកលោកឡំជាមួយក្នុងនេះហើយខ្ញុំតែងតែណែនាំច្បាស់លាស់ណារឿងនឹងឲ្យមន្ត្រីរបស់យើងប្រឹងប្រែងធ្វើឲ្យកើតបាទទីយើងមិននាំគ្នាមកចម្រុះមែនប៉ុន្តែបើយើងធ្វើឲ្យឯករាជ្យមានអំពាវនាវកើតគឺខ្មែរក៏អន់បើមិនយល់ទេណាបើច្បាប់តម្រូវឲ្យយើងធ្វើអាហ្នឹងគឺទិញទៅខិតខំធ្វើឲ្យបានក្នុងនាមជាខ្មែរម្នាក់ដែលធ្លាប់ពូសំនេះដែរយ៉ាងណាក្តីកន្លងមកលោកគុលបញ្ញានាយកប្រណិប័តអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា Confrel ធ្លាប់បានទាមទារឲ្យប្រធានកោជបរូបនេះបញ្យល់ឡើងវិញចំពោះករណីដកអភ័យឯកសិទ្ធិម្នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតបើតាមប្រធានអង្គការ Confrel រូបនេះបានអះអាងថាលោកសំរងស៊ីនៅតែមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានបើទោះបីជាមានដីកាជាស្ថាពរយ៉ាងណាក្តីលោកអ្នកនាងកញ្ញាទើបតែបានស្ដាប់នីតិហេតុការណ៍សំខាន់លើកឡើងអំពីកោជបថាលោកសំរងស៊ីមានសិទ្ធិចុះឈ្មោះបោះឆ្នោតបានតែប្រហែលមានអ្នកប្រឹងជំទាស់បើខ្ញុំដឹងខ្ញុំផ្សាយឲ្យអ្នកដឹងបើខ្ញុំយល់ខ្ញុំបញ្យល់ឲ្យអ្នកយល់ខ្ញុំគឺវិទ្យុខ្មែរអន្តរជាតិ VO FM សូមណែនាំគម្រោងថ្មី The Park Lane សែនសុខរបស់ក្រុមហ៊ុន Jeep Mongland The Park Lane សែនសុខស្ថិតក្នុងតំបន់ទីប្រជុំជនមានផ្ដល់ជូនគេហដ្ឋានប្រណិតគ្រប់ប្រភេទរួមមាន Villa King Villa Queen Villa View Villa កូនកាត់និង Shop House ព្រមជាមួយនឹងផ្សារទំនើបសួនច្បារក្លឹបហាត់ប្រាណអាងហែលទឹកនិងកន្លែងលំហែកាយជាច្រើនទីភាពស៊ីវិល័យឈរលើប្រណិតភាពគុណភាពនិងសុវត្ថិភាពស្ថិតក្នុងដៃអ្នកសូមចាប់ផ្ដើមជីវិតដ៏សម្បូរបែបជាមួយ The Park Lane សែនសុខថ្ងៃនេះព័ត៌មានលម្អិតសូមទូរស័ព្ទមកកាន់061 997 888 071 8 997 888 Jeep Mongland ជឿជាក់ក្នុងការរស់នៅព័ត៌មានឈានមុខវិទ្យុខ្មែរអន្តរជាតិ VO FM នីតិបច្ចុប្បន្នភាពសង្គមតាមការសន្និដ្ឋានជារួមរបស់ក្រសួងអប់រំព្រមទាំងមជ្ឈដ្ឋានទូទៅឃើញថាការប្រឡងបាក់ឌុបឆ្នាំនេះទោះជាមានឧបសគ្គខ្លះក៏ពិតមែនប៉ុន្តែមានភាពល្អប្រសើរជាងការប្រឡងឆ្នាំមុនទោះបីការប្រឡងបាក់ឌុបឆ្នាំនេះល្អប្រសើរក៏ប៉ុន្តែត្រូវកែលម្អចំណុចខ្លះបន្ថែមទៀតអ្នកស្រីអុកឆាយាវីប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងលោកសនជ័យនាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាដែលបានឃ្លាំមើលការប្រឡងបាក់ឌុបឆ្នាំ2016នេះទទួលស្គាល់ថាការប្រឡងបាក់ឌុបនៅឆ្នាំនេះមានលក្ខណៈល្អប្រសើរដោយអ្វីដែលក្រសួងអប់រំបានប្រកាសពិតមែនប៉ុន្តែលោកសនជ័យនិងអ្នកស្រីអុកឆាយាវីបានផ្ដល់អនុសាសន៍បន្ថែមដើម្បីកែលម្អនៅចំណុចខ្វះខាតមួយចំនួនផងដែរសូមស្ដាប់នីតិបច្ចុប្បន្នភាពសង្គមរៀបចំជូនដោយអឿនភិរាបាទអរគុណជាដំបូងចង់សាកសួរទៅលោកអសនជ័យដែលជានាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបាទលោកអសនជ័យតើការប្រឡងបាក់ឌុបរយៈពេល2ថ្ងៃដែលទើបនឹងបញ្ចប់កន្លងទៅថ្មីនេះលោកអាចមើលឃើញពីទស្សនវិជ្ជាជារួមបែបណាដែរបាទបើខ្ញុំមើលជារួមឆ្នាំ2016នេះវាជាឆ្នាំទី3ហើយអញ្ចឹងបើប្រៀបធៀបនឹងឆ្នាំទី1នឹងកំណែតម្រង់ការប្រឡងនៅឆ្នាំ2014ហ្នឹងឃើញថាជាឆ្នាំដំបូងធ្វើឲ្យបេក្ខជនហ្នឹងហាក់បីដូចជានៅការយល់ដឹងតិចតួចហើយនឹងការចូលរួមពីអ្នកពាក់ព័ន្ធហ្នឹងក៏អាចថាការចូលរួមខ្លះមានកម្រិតដែរណាធ្វើឲ្យចំណុចខ្លះនៅមានការខ្វះខាតហើយដល់ឆ្នាំទី2គឺជាឆ្នាំមួយដែលមានការប្រសើរឡើងផ្នែកដំណើរការដែរក៏ប៉ុន្តែមានបញ្ហាបច្ចេកទេសគឺរឿងលំហាត់នៅក្នុងវិញ្ញាសាហ្នឹងមានការខុសហើយការដែលខុសហ្នឹងឃើញថាធ្វើឲ្យក្រសួងហ្នឹងឲ្យបន្ទុកពេញទៅបេក្ខជនបាទអញ្ចឹងឆ្នាំនេះជាឆ្នាំមួយដែលជាបទពិសោធន៍ឆ្នាំទី1ឆ្នាំទី2ហ្នឹងយកមកបូកសរុបចូលគ្នាទៅយើងឃើញថាឆ្នាំទី3នេះជាឆ្នាំមួយដែលល្អ
បាទអញ្ចឹងធ្វើឲ្យមជ្ឈដ្ឋានជុំវិញហាក់បីដូចជាទាំងបេក្ខជនក្តីទាំងមន្ត្រីអប់រំក្តីនិងទូអង្គពាក់ព័ន្ធទាំងសមាជិកក្តីឃើញថាហាក់បីដូចជាពួកគេបានចូលរួមហើយធ្វើឲ្យលទ្ធផលឆ្នាំនេះវាបានល្អនៅក្នុងដំណើរការនៃការប្រឡងបាទងាកទៅអ្នកស្រីអុកឆៃយាវីដែលជាប្រធានស្ដីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលអ្នកស្រីបានឃ្លាំមើលការប្រឡងបាក់ឌុបសម្រាប់ឆ្នាំនេះជាមួយនឹងសមាជិកនៅទូទាំងប្រទេសផ្សេងទៀតតើមើលឃើញពីស្ថានភាពយ៉ាងដូចម្ដេចដែរបាទចាតាមពិតទៅក្នុងការដែលខ្ញុំឃ្លាំមើលក្នុងពេលប្រឡងនេះខ្ញុំគិតថាមានការល្អប្រសើរហើយទោះបីមានការខ្វះខាតចន្លោះប្រហោងរបស់លោកគ្រូអ្នកគ្រូឬក៏អនុសិស្សយកវិញ្ញាសាចូលទៅក្នុងមណ្ឌលប្រឡងបានខ្លះមែនប៉ុន្តែខ្ញុំគិតថាវាមិនមែនជាបញ្ហាធំដុំទេប៉ុន្តែគួរកែលម្អត្រង់ថាអង្គភាពប្រឆាំងពើពុករលួយដែលចាត់ឲ្យយុវជនទៅឃ្លាំមើលហ្នឹងមានសិទ្ធិប្រើទូរស័ព្ទឆ្វេងឆ្វាយហើយសិស្សមួយចំនួនគាត់ថាគាត់ហាក់បីដូចជាភ្លេចនៅអ្វីដែលគាត់ចង់សរសេរចង់អីដោយសារតែឃើញរូបភាពនៃការឃ្លាំមើលរបស់អង្គភាពប្រឆាំងពើពុករលួយហ្នឹងដើរឆ្វេងឆ្វាយពេកធម្មតាទេសិស្សានុសិស្សគាត់មានអារម្មណ៍មួយភ័យខ្លាចក្នុងការដែលគាត់សូវចេះផងហើយណាមួយទៅការតំណែងតម្រង់ជ្រាបអញ្ចឹងផងគាត់មានផ្នត់កំណត់អត់ចេះពីថ្នាក់ទៀតទៅណាតូចទៅណាដល់ធ្វើឲ្យគាត់ស្មារតីរបស់គាត់មិននឹងណនៅពេលដែលឃើញស្ថានភាពបែបហ្នឹងចាដូច្នេះបើសិនជាមានកម្មវិធីឆ្នាំក្រោយទៀតគួរតែកុំមានអុយអង្គភាពប្រឆាំងពើពុករលួយប្រើទូរស័ព្ទឆ្វេងឆ្វាយបើសិនជាមានទៀតក៏មានដែរប៉ុន្តែថតឬក៏និយាយតាមនៅពេលប្រឡងហ្នឹងចាបាទជារួមអ្នកស្រីផ្ទាល់ពិតជាទទួលស្គាល់ថាការប្រឡងបាក់ឌុបឆ្នាំនេះពិតជាមានភាពល្អប្រសើរជាងការប្រឡងឆ្នាំទៅមិនចឹងបាទអ្នកស្រីចាតាមពិតទៅការដែលល្អប្រសើរហ្នឹងវាមិនប្រសើរខ្លាំងណាស់ណាជាងឆ្នាំមុនទេប៉ុន្តែយើងអាចមើលទៅឃើញថាដូចជាអត់ឮសូរពាក្យថាធ្វើវិញ្ញាសាហ្នឹងខុសបច្ចេកទេសអីដូចមុនណានេះជាការមួយខ្ញុំគិតថាខ្ញុំទទួលយកបានចាប៉ុន្តែគ្រាន់តែមិនសប្បាយចិត្តរបស់លោកគ្រូមួយចំនួនដែលគាត់ថាគាត់ហាក់បីដូចជាមិនសប្បាយចិត្តត្រង់មានអង្គភាពខាងពើពុករលួយអីមកឃ្លាំមើលឆ្វេងឆ្វាយអីអញ្ចឹងណានេះជាគ្រាន់តែជាការមួយមិនសប្បាយចិត្តរបស់លោកគ្រូអ្នកគ្រូទេចាបាទសម្រាប់លោកសនជ័យវិញឃើញថាទោះបីជាការប្រឡងបាក់ឌុបឆ្នាំនេះល្អប្រសើរពិតមែនក្តីប៉ុន្តែក៏ត្រូវមានចំណុចខ្លះគួរកែលម្អបន្ថែមទៀតលោកមានអ្វីបន្ថែមជុំវិញការកែលម្អនេះបាទបើមើលទៅលើដំណើរការនៃការប្រឡងនៅខាងក្នុងមណ្ឌលប្រឡងខ្ញុំឃើញថាល្អហើយប៉ុន្តែចំណុចបន្ទាប់មកទៀតគឺយើងចង់ឲ្យមានការត្រួតពិនិត្យបានហ្មត់ចត់ទៅលើដំណើរការនៃការកែវិញ្ញាសាធ្វើម៉េចឲ្យមានប្រព័ន្ធនៃការត្រួតពិនិត្យហ្នឹងឲ្យបានល្អដើម្បីចូលរួមបំពេញបន្ថែមគ្នាទៅវិញទៅមកអញ្ចឹងធ្វើឲ្យលទ្ធផលនៃការប្រឡងទាំងមូលហ្នឹងវានឹងមានដែលគេហៅថាប្រសិទ្ធភាពហើយវាឈានទៅរកការជោគជ័យមួយសម្រាប់កំណែតម្រង់ការប្រឡងបាក់ឌុបនឹងទាំងមូលប៉ុន្តែយ៉ាងណាក៏ដោយក៏បរិយាកាសខាងក្រៅយើងនៅមានការមិនពេញចិត្តនៅឡើយដែរជាពិសេសវាមិនមែនជាសមាជិករបស់ក្រសួងអប់រំទេក៏ប៉ុន្តែវាជាការចូលរួមពីសហគមន៍ពីអ្នកពាក់ព័ន្ធនៅក្នុងតំបន់ក្បែរមណ្ឌលប្រឡងឃើញថាផ្ទះសំណាក់ថាគីនឹងមានការឡើងថ្លៃបាទនៅពេលដែលជននឹងភាគច្រើនគឺជាកូនអ្នកស្រែចម្ការកូនអ្នកក្រីក្រអ្នកខ្លះលក់មកលក់ទីអីមកសម្រាប់ប្រើប្រាស់ជាសហយសម្រាប់ការប្រឡងនោះបែរជាមានអាជីវករឬក៏អ្នករស់ស៊ីហ្នឹងគាត់លួចឡើងថ្លៃផ្ទះសំណាក់អញ្ចឹងខ្ញុំថាវាជាទង្វើមួយដែលយើងចង់ឃើញតួអង្គវិស័យឯកជននឹងចូលរួមចំណែកដើម្បីពង្រឹងគុណភាពអប់រំដែរមិនមែនតែក្រសួងអប់រំមួយមុខទេបាទជាចុងក្រោយលោកសុនជ័យមានអនុសាសន៍អ្វីបន្ថែមទៀតទេជុំវិញការប្រឡងបាក់ឌុបនេះបាទឆ្នាំក្រោយយើងចង់ឃើញដំណើរការនៃការប្រឡងហ្នឹងរក្សាបានដដែលហើយអ្នកចូលរួមសង្កេតការហ្នឹងគួរតែបន្តឆន្ទៈនៃការចូលរួមទៀតទៅទោះបីឆ្នាំនេះយើងឮថាអង្គភាពប្រឆាំងពើពុករលួយគេប្រកាសថាឆ្នាំក្រោយគេទំនងជាមិនមានថវិកាឧបត្ថម្ភទេអញ្ចឹងក
ុំគិតអ្នកចូលរួមទាំងឡាយកុំគិតថាវាជាការចូលរួមពីថ្ងៃហ្នឹងដើម្បីថាកុំឲ្យយកជាផលប្រយោជន៍ជាធំយើងធ្វើម៉េចចូលរួមចំណាយថាក្នុងមួយឆ្នាំយើងចាត់ទុកថាការចំណាយពេលវេលា2ថ្ងៃឬក៏3ថ្ងៃហ្នឹងសម្រាប់ការចូលរួមចំណាយលើកម្ពស់គុណភាពអប់រំតាមរយៈការប្រឡងបាក់ឌុបនេះខ្ញុំថាវាជារឿងមួយដែលល្អហើយមួយទៀតដែរយើងចង់ឲ្យទស្សនវិជ្ជារួមមួយដែលរដ្ឋាភិបាលក្រសួងអប់រំត្រូវគិតគូរពិចារណាដែរគឺផ្ដល់នៅបរិយាកាសនៃការរៀនសូត្រឲ្យបានល្អប្រសើរសម្រាប់សិស្សនៅទីជនបទហើយនិងទីប្រជុំជនបានន័យថាធ្វើឲ្យកាត់បន្ថយនៅគម្លាតឱកាសនៃការរៀនសូត្រព្រោះថាវិញ្ញាសាប្រឡងតែមួយអញ្ចឹងការរៀបចំសាលារៀនរៀបចំមានបណ្ណាល័យសម្រាប់ស្រាវជ្រាវនិងការរៀនបន្ថែមរបស់សិស្សនៅទីជនបទហ្នឹងគឺជារឿងមួយដែលមិនអាចមើលរំលងទេបាទចុះសម្រាប់អ្នកស្រីអុកឆាយាវីវិញមានអ្វីបន្ថែមជាចុងក្រោយបាទចាក្នុងការដែលខ្ញុំចង់អប់រំប្រើអ្វីដែលជាជំនាញដែលជាជំនាញទុនរបស់លោកគ្រូអ្នកគ្រូយើងខ្ញុំឃើញថាមានការរើសអើងក្នុងការដែលចេញធ្វើគណៈមេបយោគចាខ្ញុំឃើញថាមានលោកគ្រូអ្នកគ្រូមួយចំនួនដែលគាត់មាននិន្នាការថាគាត់ជាគណៈបកប្រឆាំងទៅចោះឃើញគាត់អត់បានចេញធ្វើមេបយោគបាក់ឌុបទេជារាល់ឆ្នាំបាក់ឌុបសំបីតែឌីប្លូមក៏ដោយពេលខ្លះគាត់បរិញ្ញាបត្រទី10ទី11ដែរតែគាត់អត់បានចេញធ្វើមេប្រយោគទេដោយសារមាននិន្នាការគណៈបកប្រឆាំងហ្នឹងហើយអញ្ចឹងបើគាត់មិនតវ៉ាទេគឺគាត់អត់បានចេញសំបីតែឌីប្លូមអញ្ចឹងកុំឲ្យមានការរើសអើងចំពោះពួកគាត់ទី2ទៀតសូមឲ្យវិស័យអប់រំខ្លួនឯងដើរមិនបាច់មានអ្នកទី2ឆ្លងមើលបានខ្លួនឯងធ្វើចេញនោះទេចាខ្ញុំគិតថាលោកគួរពិចារណាម្ដងទៀតក្នុងការដែលប្រឡងបាក់ឆ្នាំ2017នេះចាបាទខ្ញុំសូមអរគុណអ្នកស្រីអុកឆាយាវីនិងលោកសនជ័យដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុវិទ្យុក្នុងនេតិបច្ចុប្បន្នភាពសង្គមសូមអរគុណម្ដងទៀតនិងសូមជម្រាបលាបាទអរគុណលោកស្រីនាងកញ្ញាអំបញ្ញមិញនេះគឺជានីតិបច្ចុប្បន្នភាពសង្គមរៀបចំជូនដោយអឿនភេរ៉ាស្ដីពីការប្រឡងបាក់ឌុបឆ្នាំនេះគួរកែលម្អត្រង់ណាខ្លះព្រឹត្តិការណ៍នយោបាយសេដ្ឋកិច្ចនិងសង្គមមានផ្សាយជូនរៀងរាល់ថ្ងៃនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹកចាប់ពីម៉ោង6ដល់ម៉ោង7ពេលថ្ងៃចាប់ពីម៉ោង12ដល់ម៉ោង1រសៀលពេលល្ងាចចាប់ពីម៉ោង6ដល់ម៉ោង7យប់វិទ្យុខ្មែរអន្តរជាតិ VO FM ព័ត៌មានឈានមុខក្តីសុបិនបុត្រធីតាលោកអ្នកនឹងក្លាយជាការពិតជាមួយគណនីកូនឆ្លាតនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលមានធានារ៉ាប់រង 300% បន្ថែមលើទឹកប្រាក់ក្នុងគណនី AMK កាន់តែទុកចិត្តជាមួយការធានាអនាគតបុត្រធីតាលោកអ្នកព័ត៌មានបន្ថែម023 22 0202ក្តីសុបិនបុត្រធីតាលោកអ្នកនឹងក្លាយជាការពិតជាមួយគណនីកូនឆ្លាតនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលមានធានារ៉ាប់រង 300% បន្ថែមលើទឹកប្រាក់ក្នុងគណនី AMK កាន់តែទុកចិត្តជាមួយការធានាអនាគតបុត្រធីតាលោកអ្នកព័ត៌មានបន្ថែម023 22 0202សម្រាប់នីតិ SME អ្នកបង្កើតអាជីវកម្មមកហើយរមែងចង់បានជោគជ័យចង់ឲ្យអាជីវកម្មរបស់ខ្លួនរីកចម្រើនទៅមុខនិងគង់វង្សបានយូរអង្វែងមិនចង់បាត់បង់ឬដួលរលំទៅវិញឡើយមានកត្តាជាច្រើនដែលធ្វើឲ្យអាជីវកម្មបង្កើតហើយអាចស្ថិតនៅបានយូរនិងទទួលបានជោគជ័យនៅក្នុងនោះដៃគូសហការគឺជាផ្នែកមួយជួយជ្រោមជ្រែងឲ្យអាជីវកម្មរីកលូតលាស់ទៅមុខតើដៃគូសហការពិតជាមានសារៈសំខាន់មែនឬក្នុងការធ្វើជំនួញដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់បទសម្ភាសន៍រវាងពេញភេងជាមួយលោកហួតប្រសិទ្ធជាគ្រូបណ្ដុះបណ្ដាលនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន JM Asia Cambodia នៅក្នុងនីតិ SME កម្ពុជាដូចតទៅបាទសូមគោរពនឹងជំរាបសួរទៅដល់អស់លោកអ្នកនាងដែលកំពុងតែតាមដានកម្មវិធី SME កម្ពុជាពីវិទ្យុ VO FM បាទជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីថ្ងៃនេះគឺយើងជជែកពិភាក្សាមានប្រធានបទមកជជែកពិភាក្សាគ្នានេះតើតើនឹងថាតើប្រទេសអាជីវកម្មមួយជោគជ័យចាំបាច់ត្រូវតែមានដៃគូសហការដល់ឡែកសម្រាប់វាគ្មិនកិត្តិយសចូលរួមនៅក្នុងកម្មវិធីហើយយើងមានមួយរូបផងដែរពីសំណាក់លោកហួរប្រសិទ្ធបាទដែលលោកគឺជានាយកប្រតិបត្តិនិងជាគ្រូបណ្ដុះបណ្ដាលនៃក្រុមហ៊ុន JM Asia Cambodia បាទដោយសារតែវត្តមានរបស់លោកនៅក្នុងបន្ទប់ផ្សាយហើយសូមអនុញ្ញាតស្វាគមន៍តាមនឹងបាទជំរាបសួរបាទលោកបាទសុខសប្បាយយ៉ាងណាដែរបាទថ្ងៃនេះបាទលោកសុខសប្បាយបាទអរគុណមែនទែនដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបាទហើយក៏អរគុណសម្រាប់វត្តមានរបស់លោកប្រសិទ្ធ
សិទ្ធិនៅក្នុងកម្មវិធីផងដែរបាទសង្ឃឹមថាកិច្ចពិភាក្សានឹងផ្ដល់ជូនអស់លោកអ្នកនាងនៅព័ត៌មានទៅនឹងការធ្វើអាជីវកម្មក៏ប៉ុន្តែមុននេះយើងជជែកតទៅប្រធានបទនោះសូមអនុញ្ញាតបាទលោកប្រសិទ្ធស្វាគមន៍ទៅដល់បងប្អូនរបស់យើងជាមុនសិនបាទសូមជម្រាបបាទជាបឋមសូមជម្រាបសួរដល់ប្រិយមិត្តអ្នកស្ដាប់វិទ្យុ VOFM ទាំងអស់ជាទីគោរពបាទថ្ងៃនេះខ្ញុំមានសេចក្តីសប្បាយរីករាយមែនទែនដែលបានចូលរួមក្នុងកម្មវិធី SME កម្ពុជាបាទហើយខ្ញុំឈ្មោះពុទ្ធប្រសិទ្ធបច្ចុប្បន្នជាគ្រូបណ្ដុះបណ្ដាលរបស់ស្ថាប័ន GMAsia ហើយនឹងក៏ជានាយករដ្ឋបាលនៅខាងនោះអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃគឺតាក់ទងជាមួយនឹងជំនាញក្នុងការរៀបផ្ដល់ជាវគ្គបណ្ដុះបណ្ដាលshort course ឬក៏ហៅថាជា soft skill training បាទមានជាការផ្ដល់ជាសេវាកម្មទៅលើការរៀបចំយុទ្ធសាស្ត្រទីផ្សាររៀបចំផ្លាកសញ្ញាក្រុមហ៊ុនមួយដើម្បីគេទទួលស្គាល់បានខ្លាំងជាងមុនបាទហើយនឹងការប្រឹក្សាយោបល់ការធ្វើជា mentor ឬក៏ coach ដែល founder របស់ខ្ញុំក៏មានបទពិសោធន៍ជាង30ឆ្នាំហ្នឹងគាត់ជាអ្នកធ្វើផ្ទាល់តែបាទអញ្ចឹងយើងងាកមកចាប់អារម្មណ៍បន្តិចដែរចុះកុំឲ្យបងប្អូនលោកឆ្ងល់ថាតាក់ទងជាមួយ GMAsia Cambodia បាទបង្កើតពីឆ្នាំណាមកដែរបាទ GMAsia ទីពិតយើងបង្កើតមុនដំបូងគាត់នៅប្រទេសសិង្ហបុរីឆ្នាំ2000បាទយើងមកផ្នែកស្រុកខ្មែរនៅឆ្នាំ2009រហូតដល់ពេលនេះវា7ឆ្នាំជាងបាទអញ្ចឹងសូមជម្រាបលោកប្រសិទ្ធបានបញ្ជាក់បន្ថែមបន្តិចទៀតទាក់ទងទៅនឹងសេវាកម្មរបស់ក្រុមហ៊ុន GMAsia Cambodia មានជាសេវាកម្មអ្វីខ្លះបាទសេវាកម្មដែលយើងធ្វើញឹកញាប់ជាងគេហើយគេទទួលស្គាល់យើងច្រើនជាងគេគឺវគ្គបណ្ដុះបណ្ដាលដូចរាល់ខែយើងមានវគ្គបណ្ដុះបណ្ដាលជាថាអ្នកមានគេអាចចូលរៀនជាមួយយើងបានហើយក៏យើងមានស្ថាប័នធំៗមួយចំនួនគាត់ឲ្យយើងទៅរៀបចំជីវៈពិសេសដើម្បីឲ្យពួកគាត់នឹងក្រុមការងារពិសេសរបស់ពួកគាត់ដែលតងជំនាញផ្សេងៗដូចជំនាញដឹកនាំជំនាញទំនាក់ទំនងជំនាញលក់ជំនាញយុទ្ធសាស្ត្រទីផ្សារជំនាញក្នុងការគិតបែបស៊ីជម្រៅដើម្បីគាត់រៀបចំផែនការរយៈពេលវែងរបស់ពួកគាត់ជំនាញក្នុងការរៀបចំថាគុណតម្លៃនិងវប្បធម៌ការងារធ្វើយ៉ាងម៉េចដើម្បីពួកគាត់ចង់ធ្វើការជាមួយយើងសេវាកម្មមួយជាដើមបាទហើយក្រៅពីនោះទៀតយើងមានជាការប្រឹក្សាយោបល់ទៅដល់ម្ចាស់អាជីវកម្មធំៗមួយចំនួនដែលគាត់មិនថាធំមិនថាតូចឲ្យគាត់មានតម្រូវការហើយយើងគិតថាជាជំនាញដែលយើងអាចធ្វើទៅបានយើងនឹងធ្វើបើមិននឹងធ្វើអត់បានយើងមានខាងជំនាញមួយខាងសិង្ហបុរីទៅផ្សេងៗនេះគាត់មកជួយគាត់ជួយបាទហ្នឹងគឺយើងថាយើងនៅតែពឹងកម្លាំងគ្នាដើម្បីយើងអាចធ្វើម៉េចឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលពួកគាត់កំពុងតែត្រូវការពង្រីកខ្លួនគាត់ចង់ពង្រឹងសមត្ថភាពគាត់ឲ្យពង្រីកស្ថាប័នគាត់ទៀតបាទតែធ្វើម៉េចដើម្បីគាត់អាចទាំងពង្រីកស្ថាប័នទាំងពង្រឹងខ្លួនគាត់ហ្នឹងហើយគាត់ត្រូវទៅតាមផ្លូវដែលគេត្រូវធ្វើបានគាត់មកសិក្សាពីពួកយើងផ្ដល់ជាអនុសាសន៍ដោយសារអ្នកដែលផ្ដល់អនុសាសន៍ហ្នឹងគឺសុទ្ធតែជាអ្នកមានបទពិសោធន៍30ឆ្នាំ40ឆ្នាំហើយគាត់ជប់ធ្វើការគេគាត់ធ្វើការខ្លួនឯងគាត់យកចំណេះដឹងទាំងអស់ហ្នឹងពីអន្តរជាតិមកហ្នឹងមកជួយបាទជួយបាទអរគុណអញ្ចឹងទេសូមជួយជម្រាបពីការតំណែងដើម្បីឲ្យបងប្អូនរបស់យើងបានស្គាល់ផងក៏ដូចជាទីតាំងរបស់ក្រុមហ៊ុនបាទសូមជម្រាបបច្ចុប្បន្នទីតាំងរបស់យើងគឺស្ថិតនៅឯអគារ Parkway នៅជាន់ទី2ហើយបើសិនបើអស់លោកស្រីធ្លាប់ស្គាល់ Parkway នៅទូមុខជាប់ទូចិនថាទូចិនឬក៏ហើយលេខទូរស័ព្ទយើងអាចតាក់ទងទៅក្រុមការងារយើងខ្ញុំមានលេខ095 663ដើម7ឬក៏លេខខ្ញុំផ្ទាល់តែម្ដងក៏បានដែរ012 998 205ឬក៏098 246 168បាទអរគុណច្រើនសម្រាប់ការបកស្រាយទៅនឹងក្រុមហ៊ុន GMAsia Cambodia ឥឡូវនេះយើងងាកមកចាប់អារម្មណ៍ដល់ប្រធានបទថ្ងៃនេះយើងជជែកពិភាក្សាទាក់ទងទៅនឹងថាតើពិតឬក៏មិនពិតបាទដៃគូអាជីវកម្មមួយជោគជ័យចាំបាច់តែមានដៃគូសហការប៉ុន្តែមុននឹងយើងចូលស៊ីជម្រៅសូមងាកបន្តិចមកលើការបើកអាជីវកម្មរបស់បងប្អូនមួយចំនួនលោកអាចជាឆ្ងល់ហើយចង់ដឹងថាតើដើម្បីយើងអាចបង្កើតអាជីវកម្មក៏បើកនៅចំនួនមួយបានតើយើងទៅមើលលើកត្តាសំខាន់យ៉ាងម៉េចទៅបាទជាបទពិសោធន៍ដែលគាត់សូមជួយចែករំលែកបាទខ្ញុំមើលឃើញអាហ្នឹងបើសិនជារួមគេមើលឃើញរឿង3យ៉ាងទី1ធនធានបាទធនធានមានទាំងធនធានជាថវិកានិងធនធានមនុស្សបាទទី2គេនិយាយអំពីបរិយាកាសអាជីវកម្មគេថាគំនិតអាជីវកម្មមុនសំដៅថាដល់មិនបរិយាកាសអាជីវកម្មមានថាគាត់មានគំនិតចង់រកទៅលើអីមួយគាត់ថាទៅលើវិស័យកាហ្វេវិស័យភោជនីយដ្ឋានវិស័យសេវាកម្មអីមួយទៅតោះទៅគឺមើលបរិយាកាសហ្នឹងតែបរិយាកាសហ្នឹងវាឆ្លើយតបទៅនឹងអ្វីដែលគាត់នឹងត្រូវដាក់ទៅអត់បាទកុំថាយើងធ្វើអ្វីដែលយើងចង់តែមិនតែទីផ្សារគេអត់ចង់បានអញ្ចឹងទេបាទអ្វីទាំងអស់ដូចយើងដាក់ទៅចោលអញ្ចឹងបាទអរគុណច្រើនហើយយើងមកចាប់អារម្មណ៍ដែរករណីដែលយើងបង្កើតនៅអាជីវកម្មរបស់យើងឡើងហើយបាទហើយករណីយើងចង់អាជីវកម្មរីកចម្រើនកាន់តែធំទៅទៀតនោះថាតើដៃគូសហការពិតជាមានសារៈសំខាន់មែនឬក៏យ៉ាងម៉េចដែរបាទ
បាទជាការពិតទៅដៃគូសហការវាពិតជារឿងមួយដែលត្រូវការចាំបាច់មិនអាចប្រកែកបានប្រសិនជាគាត់ចង់ឲ្យក្រុមហ៊ុនរបស់គាត់ឈានទៅដំណាក់កាលវែងឆ្ងាយឬចម្រើនយូរអង្វែងបាទដូចពាក្យចាស់គាត់ថាយើងចង់ដើរទៅលឿនយើងដើរម្នាក់ឯងបើមិនយើងចង់ដើរយូរអង្វែងឆ្ងាយទៅឆ្ងាយគឺយើងត្រូវមានគ្នាបាទមានគ្នាមានតែមិនយើងពឹងកម្លាំងគ្នាទៅវិញទៅមកឧទាហរណ៍ថាលោកចេះខាងផ្នែកគ្រប់គ្រងធនធានមនុស្សខ្ញុំចេះខាងរញ្ញវត្ថុគាត់នោះចេះខាងទំនាក់ទំនងអញ្ចឹងទាំងអស់គ្នាយើងបង្កើតជាស្ថាប័នមួយដែលយើងមានធនធានច្រើនយើងអាចពឹងកម្លាំងគ្នាហើយយើងធ្វើឲ្យស្ថាប័នហ្នឹងមានដំណាក់កាលមានលក្ខណៈពិសេសមួយឈានមុខគេបាទតែមនុស្សគឺយើងមានអ្នកជំនាញមកជួយអភិវឌ្ឍធនធានមនុស្សរបស់យើងដើម្បីឲ្យគាត់នឹងមានសមត្ថភាពទាំងសមត្ថភាពការងារក៏ដូចជាសមត្ថភាពក្នុងការគិតសមត្ថភាពក្នុងការទំនាក់ទំនងរបស់ហ្នឹងគឺបាទគេធ្វើឲ្យពួកគាត់នឹងមានលក្ខណៈពិសេសទៀតដែលបើប្រៀបធៀបជាមួយនឹងស្ថាប័នផ្សេងដែលអត់មានអ្នកបណ្ដុះបណ្ដាលបាទអញ្ចឹងនេះបានន័យថាដៃគូសហការគឺត្រូវតែមាននៅជាមួយគ្នាករណីយើងចង់ឲ្យអាជីវកម្មរបស់យើងនឹងបានរីកលូតលាស់កាន់តែខ្លាំងកាន់តែយូរអង្វែងការជ្រើសរើសវិញបើយើងគិតថាដៃគូសហការសំខាន់ហើយចុះរបៀបនៃការជ្រើសរើសដៃគូសហការវិញយើងធ្វើយ៉ាងម៉េចទៅដើម្បីជ្រើសរើសកុំឲ្យខុសបាទជ្រើសរើសយ៉ាងម៉េចឲ្យត្រូវនោះបាទមានវិធីសាស្ត្រអីទេឬក៏យ៉ាងម៉េចដែរខ្ញុំជឿថាខ្ញុំដល់ពេលដែលគាត់មិនថាខ្ញុំមិនថាគេដល់ពេលយើងចាប់ដើមរកដៃគូយើងគាត់ជារកអ្នកដែលយើងស្គាល់មុនបាទមិត្តភ័ក្តិបងប្អូនឬមួយក៏អ្នកដែលធ្លាប់រៀនជាមួយគ្នាពីមុនមកអញ្ចឹងទៅតែសំខាន់គឺថាវិធីសាស្ត្រមួយខ្ញុំជឿថាទោះបីជាគាត់ខ្លាំងប៉ុណ្ណាក៏ដោយគាត់មានជំនាញប៉ុណ្ណាក៏ដោយគាត់មានលុយច្រើនប៉ុណ្ណាក៏ដោយតែបើគាត់ជាបុគ្គលមួយដែលយើងអត់សូវចូលចិត្តគាត់យើងអត់ទុកចិត្តគាត់បាទឬក៏យើងមិនដឹងថាតាក់ទងទៅគាត់មិនដើម្បីគាត់អាចជំនាញយើងបានគាត់អាចជួយយើងអត់អាហ្នឹងចំណុច3សំខាន់ទី1យើងចូលចិត្តទី2គាត់យើងទុកចិត្តឲ្យគាត់ចង់ជួយយើងដែរគាត់ចង់ជួយគាត់អត់ចង់ជួយយើងទេអាហ្នឹងទីផុតទៅគឺដូចមានអារម្មណ៍ថាយើងទៅសុំវាពេកយើងអត់មែនជាដៃគូអាជីវកម្មបាទអញ្ចឹងដៃគូអាជីវកម្មពិតប្រាកដទាមទារឲ្យគាត់មានយ៉ាងហោចណាស់ក៏3ចំណុចហ្នឹងដែរចូលចិត្តគ្នាទៅវិញទៅមកយើងទុកចិត្តគ្នាទៅវិញទៅមកពីព្រោះបាទតាភាពជាដៃគូហើយគឺពេលខ្លះអ្នកខ្លះគាត់បាច់ញ៉េយកថាលេខាគាត់ប្រើសំដីគាត់បាទអញ្ចឹងគាត់ទុកចិត្តហើយគឺកណ្ដាស់គាត់លេងនិយាយតែហើយនឹងមួយទៀតយើងចង់ជួយគ្នាទៅវិញទៅមកបាទយើងចង់ជួយគ្នាហ្នឹងទើបអាចសហការជួយគ្នាបាទអញ្ចឹងយើងចាប់អារម្មណ៍ទៅលើមួយទៀតដែរទៅទៅនឹងការប្រកួតប្រជែងតែយើងគួរតែប្រែក្លាយពីការប្រកួតប្រជែងគ្នាមកធ្វើជាដៃគូសហការគ្នាវិញដែរទេបាទចំនួនល្អមែនទែនបាទគេពិតទៅខ្ញុំមើលឃើញរឿងនេះឥឡូវត្រូវបានគេធ្វើច្រើនហើយនៅពេលដែលស្ថាប័នមួយគាត់ប្រកួតប្រជែងដូចនៅស្រុកខ្មែរយើងមើលធនាគារមានជាង30មានមីក្រូហិរញ្ញវត្ថុ30-40មើលស្ថាប័នតូចៗក៏នៅតែច្រើនទៀតដែរអញ្ចឹងការប្រកួតប្រជែងតែទីផ្សារនៅដដែលហើយចំនួនជាជនយើងមិនជារីកណាស់ណាទេអញ្ចឹងបើគាត់នៅដដែលនេះគាត់នៅប្រកួតប្រជែងគ្នាគឺគាត់ប្រឹងរៀនខ្លួនគាត់ចំណាយថាធនធានកាន់តែច្រើនអញ្ចឹងបច្ចុប្បន្នយើងមើលឃើញស្ថាប័នធំៗជាច្រើនគាត់បញ្ចូលគ្នាបាទបញ្ចូលគ្នាតាមស្ថាប័នធនាគារចូលមួយស្ថាប័នមីក្រូហិរញ្ញវត្ថុដែលគាត់ឈានមុខគេហ្នឹងគាត់ចូលគ្នាខ្ញុំមិនលើកឈ្មោះក៏បងប្អូនមិនដឹងដែរមើលឃើញពីមករកខាងនោះដូរទៅជាស្ថាបនាវិញពិតគាត់ពីរនឹងចូលគ្នាមាន Philip Bank ជាមួយនឹងខាង Credit នោះគាត់ចូលគ្នាវិញយើងមើលឃើញកាលពីមុន Smart គាត់ចូលជាមួយនឹង Hello ដែរដើម្បីបង្កើនកម្លាំងហ្នឹងបាទអញ្ចឹងការចូលជាដៃគូក្រោយពីដៃគូជាលក្ខណៈបុគ្គលរវាងបុគ្គលជាបុគ្គលក៏មានជាការចូលដៃគូជាលក្ខណៈស្ថាប័ននិងស្ថាប័នដែរដើម្បីពង្រីកសក្តានុពលគាត់ហើយនឹងគាត់ពឹងកម្លាំងគ្នាទៅវិញទៅមកធ្វើឲ្យគាត់នឹងរត់តែរឹងមាំជាងមុនហើយអាចដល់សេវាកម្មបានច្រើនទៀតបាទបាទអរគុណណាស់លោកនាងស្រាប់ជាទីមេត្រីបាទលោកនាងកំពុងតែស្រាប់កម្មវិធី SME កម្ពុជាដែលមានផ្សាយផ្ទាល់ចេញពីវិទ្យុ VOFM បាទដោយសារពេលយើងកាន់តែយើងចាប់អារម្មណ៍បន្តិចពីចោះតើតើចំណេះដឹងរបស់បងប្អូនប្រជាជនយើងតើតើទាំងវិស័យអាជីវកម្មជាការយល់ឃើញរបស់លោកយល់ឃើញថាបងប្អូនរបស់យើងមានចំណេះដឹងអាជីវកម្មល្អប្រសើរជាងមុនកម្រិតណាស់ហើយបាទខ្ញុំអត់មានអីទៅវាស់ថាតើគាត់យល់ដឹងច្រើនប៉ុណ្ណាតែគាត់ថាខ្ញុំមើលឃើញការរីកចម្រើនច្រើនតាមរយៈយើងមានជាសិក្ខាសាលាគេមានជាក្លឹបគេមានជាសមាគមអាជីវកម្មវាឃើញកាន់តែមានច្រើនទៅមានសមាគមស្ត្រីសមាគមសហគ្រិនវ័យក្មេងសមាគមធំមួយចំនួនទៀតដែលគាត់កំពុងតែមានវត្តមានហើយគាត់គៀងគរអ្នកម្ចាស់អាជីវកម្មអង្គគាត់មកធ្វើការជុំគ្នាដើម្បីគាត់អាចរៀនពីគ្នាទៅវិញទៅមកបាទតែយើងមើលឃើញតែអ្នកចូលរួមចឹងអ្នកអត់ចូលរួមគាត់មានចំណេះដឹងច្រើនប៉ុណ្ណាហើយយើងពិបាកនៅការដឹងយើងដែរបើមិនយើងមើលទៅលើចំនួនសមាគមសន្ទុះ SME របស់ខ្មែរការធ្វើគេថាធ្វើស្ថិតិការពីប្រហែលឆ្នាំមុនមានច្រើនមែនតើខ្ញុំអត់ចាំប្រហែលចូលដល់ក្នុងខ្សែហ្នឹងក្នុងមើលក្នុងខ្សែបាទជាមួយច្រើនតែសួរថាប្រហែលនៅសល់ទៀតក៏បើកលឿនណា
ហាងបាយមួយហាងកាហ្វេមួយក៏ជាអាជីវកម្មដែរតែបើកលឿនតែរក្សាឲ្យបាននៅគង់វង្សក៏ឆាប់ទៅវិញដែរអញ្ចឹងជាបញ្ហាគឺខ្ញុំថាឃើញគេបើអាជីវកម្មគេបើកតាមគ្នាគេមើលឃើញគេបើកខ្ញុំថាដែរបើចិត្តគ្នាទៀតវាទៅទាំងអស់ហើយទៅធ្វើឲ្យទូថាតែស្អីគេទៅជាលក្ខណៈពិសេសរបស់គាត់តែធ្វើឲ្យគាត់ចង់បើកតាមជាអ្វីដែលគាត់ចង់ធ្វើពីចិត្តគាត់ឬគាត់ធ្វើតាមគេតែបើមិនជាម្ចាស់អាជីវកម្មមួយគាត់ធ្វើអ្វីតាមគំនិតដែលគាត់មើលឃើញចូលវិធីផ្សារគាត់ដឹងថាបរិយាកាសជុំវិញហ្នឹងធ្វើឲ្យគាត់អាចទៅមុខបានហើយគាត់មានមហិច្ឆតាច្បាស់លាស់ក្នុងចិត្តមួយថាគាត់នឹងត្រូវធ្វើអាហ្នឹងគាត់តស៊ូគាត់គៀងគរចំណេះដឹងបន្ថែមគៀងគរអ្នកដៃគូមកជួយបន្ថែមអាហ្នឹងគឺគាត់អត់ទៅណាអាចជួយជើងបានយូរហើយជាពិសេសគឺគាត់ភាពជាដៃគូហ្នឹងគឺជារឿងមួយជួយច្រើនបាទអរគុណច្រើនបាទលើនេះជាទីគោរពបាទយើងកិច្ចពិភាក្សាថ្ងៃនេះគឺបានមកដល់ទីបញ្ចប់ទៅហើយអញ្ចឹងទីជាចុងក្រោយតើលោកអប្រសិទ្ធមានជាមតិបរំផ្ញើអ្វីទៅដល់បងប្អូនរបស់យើងបាទសូមអញ្ជើញបាទសម្រាប់ខ្ញុំកំពុងតែរៀនដែរទេខ្ញុំគ្មានអីដែលគិតថាវាអស្ចារ្យជាងអនុស្សាវរីយ៍ទេតែគាត់ថាខ្ញុំបន្តរៀនរហូតដើម្បីខ្លួនឯងនឹងអភិវឌ្ឍបានច្រើនជាងមុនខ្ញុំបន្តរកអានជាមួយនឹងអ្នកដែលគាត់ចេះជាងខ្ញុំនិយាយថាអញ្ចឹងរកអានជាមួយនឹងអ្នកជំនាញដែលគាត់មានជំនាញផ្សេងៗទៀតដើម្បីធ្វើឲ្យខ្លួនខ្ញុំរៀនបានកាន់តែច្រើនហើយខ្ញុំឧស្សាហ៍ចូលរួមសិក្ខាសាលាផ្សេងៗខ្ញុំមានតែយោបល់ផ្ទាល់ខ្លួនខ្ញុំមិនគិតថាជាអ្វីមួយដែលជាដំបូងមានទេពីព្រោះយើងនៅបន្តរៀនហើយបើសិនជាលោកស្រីជាម្ចាស់អាជីវកម្មនៅបន្តរៀនបន្តចូលរួមសិក្ខាសាលាផ្សេងៗបន្តរកដៃគូដែលគាត់មានចំណេះដឹងខ្លាំងជាងលោកស្រីមកជួយលោកស្រីគិតថាវាជារឿងមួយដែលយើងអាចទៅមុខបានឆ្ងាយយើងនឹងមើលឃើញឱកាសផ្សេងៗជាច្រើនទៀតដែលជានឹងមើលឃើញឧបសគ្គតែបើសិនយើងរកអានមនុស្សដែលគាត់ទាញយើងគាត់នឹងឃើញថាកំណត់មិនល្អមកយើងពេលយើងមើលឃើញផ្លូវតលហើយកម្មវិធី SME កម្ពុជានៅក្នុងថ្ងៃនេះបានដល់ទីបញ្ចប់អរគុណចំពោះការតាមដានរបស់លោកនាងតាំងពីការចាប់ផ្ដើមរហូតដល់ការបិទបញ្ចប់ហើយកម្មវិធីក៏សូមអរគុណមែនទែនចំពោះវត្តមានលោកប្រសិទ្ធបាទចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះវត្តមានយើងខ្ញុំទាំងពីរអ្នកសូមអរគុណនិងសូមជម្រាបលាលោកស្រីអ្នកនាងកញ្ញាទើបតែបានស្ដាប់នីតិ SME កម្ពុជារៀបចំជូនដោយពេញភេងស្ដីពីពិតទេអាជីវកម្មមួយជោគជ័យត្រូវមានដៃគូសហការព័ត៌មានរហ័សច្បាស់លាស់មាននៅក្នុងវិទ្យុខ្មែរអន្តរជាតិ VO FM ដាក់ក៏ស្រួលដកក៏ស្រួលដាក់ស្រួលមែនដាក់ស្រួលជាមួយណាគេមែនហ៎និយាយរឿង True Money តើTrue Money សេវាវេលុយដ៏មានទំនុកចិត្តឥឡូវនេះមាននៅកម្ពុជាហើយវិធីវេលុយងាយរហ័សនិងមានសុវត្ថិភាពខ្ពស់ដាក់ស្រួលដកស្រួលទេប្រាក់ថ្ងៃនេះម្ដង 2,500 រៀលតែប៉ុណ្ណោះអតិថិជនរបស់ដៃគូសហការទាំងអស់អាចធ្វើការបង់វិក័យប័ត្រតាមរយៈភ្នាក់ងារ True Money ទូទាំង25ខេត្តក្រុង True Money ដាក់ស្រួលដកស្រួលសូមណែនាំគម្រោងថ្មីដោយផាកលេនសានសុករបស់ក្រុមហ៊ុន Jeep Mongland ដោយផាកលេនសានសុកស្ថិតក្នុងតំបន់ទីប្រជុំជនមានផ្ដល់ជូនគេហដ្ឋានប្រណិតគ្រប់ប្រភេទរួមមាន Villa King Villa Queen Villa Plus Villa Contact និង Job House ទាន់សម័យតែមួយគត់ព្រមជាមួយនឹងប្រព័ន្ធផ្លេចខ្វាត់ខ្វែងផ្សារទំនើបសួនច្បារក្លឹបហាត់ប្រាណអាងហែលទឹកនិងកន្លែងលំហែកាយជាច្រើនទីភាពស៊ីវិល័យទាន់សម័យឈរលើប្រណិតភាពគុណភាពនិងសុវត្ថិភាពស្ថិតក្នុងដៃអ្នកសូមចាប់ផ្ដើមជីវិតដ៏សម្បូរបែបជាមួយThe Park Lane សានសុកថ្ងៃនេះព័ត៌មានលម្អិតសូមមកកាន់ការិយាល័យកណ្ដាលក្រុមហ៊ុន Jeep Mongland ស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅស៊ីតុងទួលមុខវត្តទួលទំពុងឬទូរស័ព្ទមកកាន់061 997 888 071 8 997 888 081 997 888 Jeep Mongland ជឿជាក់ក្នុងការរស់នៅប្រិមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីមេត្រីដែលសារកម្មវិធីផ្សាយព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុវីយ៉ូបានឈានទៅដល់ទីបញ្ចប់ហើយនាងខ្ញុំសូមអរគុណភក្ដីភាពរបស់អស់លោកអ្នកដែលបានចំណាយពេលតាមដានស្ដាប់នៅការផ្សាយព័ត៌មានតាំងពីនាទីចាប់ផ្ដើមរហូតដល់វិនាទីបិទបញ្ចប់នាងខ្ញុំក៏សូមអធិស្ឋានរាល់កំហុសខុសឆ្គងដែលបានកើតឡើងដោយអចេតនានៅក្នុងកម្មវិធីព័ត៌មានខណៈនេះវត្តមាននាងខ្ញុំចេនសុជីតាព្រមទាំងអ៊ុនសុកឡានិងសហការីនៃព័ត៌មានដទៃទៀតសូមអរគុណនិងសូមជម្រាបលាកម្មវិធីព័ត៌មានឧបត្ថម្ភដោយ EasyCom ជាផ្នែកមួយនៃសហគមន៍របស់អ្នក